សួស្តីបងប្អូនទាំងអស់គ្នាបាទជួបគ្នាជាមួយនឹងបងអូនធ្វើការបង្ហាញវីដេអូថ្មីទៀតបាទសម្រាប់បងអូនបាសតូចស៊េរីថ្មីបាទបាសអាឡបងបាទគឺ IC Power FPU-T2 បាទ model នេះគឺមានបងគាត់យកទៅច្រើនបាទអញ្ចឹងគាត់មានចម្ងល់ខ្លះទៅពាក់ព័ន្ធនឹងការប្រើប្រាស់ផ្សេងៗណាតែឥឡូវយើងទៅមើលមុខងារទាំងអស់គ្នាបាទនេះគឺជាមុខងារបាទនៅលើបាសរបស់យើងតូចៗនេះគឺមានបតង់បាទសម្រាប់ធ្វើការចុចបាទមានពាក្យ mode មានពាក្យ TWS មានពាក្យ EQ មានសញ្ញាព្រួយទៅមុខទៅក្រោយនិងកន្លែង scope អានេះមានន័យថាយើងដូរបទចម្រៀងមកក្រោយឬក៏ទៅមុខហើយនឹងកន្លែងនេះយើងចុចទៅវា scope បទចម្រៀងដែលយើងចុចលើទូរស័ព្ទយើងចឹងបាទពាក្យច្រើនបងគាត់ប្រើទូរស័ព្ទហើយបាទហើយកន្លែងនេះគឺសញ្ញាអក្សរកាត់គឺ BT សម្រាប់លើ Bluetooth USB សម្រាប់លើការចាក់ USB បាទ TF បាទ AUX បាទ mic បាទនេះគឺវាមានមុខងារមួយរបស់វាចឹងណាបាទយើងប្រើមុខងារមួយណាវានឹង load ភ្លើងសម្គាល់ទៅលើហ្នឹងបាទហើយ volume នេះគឺ volume music ដែលយើងសេរីភ្លេងឡើងចុះគេដាក់ថា volume ហើយកន្លែងនេះគឺបាទ volume bass បាទសម្រាប់យើងធ្វើការឡើងបាសបុកធ្ងន់អីចឹងទៅយើងក្រួយលេងស្រួយណាហើយចំណែកកងតាក់របស់វាបាទគឺខាងនេះបាទនេះគឺកងតាក់វាតាក់ជាកលឹះចឹងយើងចង់បើកយើងកាច់វាទៅកន្លែង PR នេះទៅបាទតែកន្លែង PR បាទអញ្ចឹងដល់ពេលយើងកាច់ឡើងមកវាចាប់ផ្ដើមដំណើរការហើយនេះគឺវា load កន្លែង Bluetooth automatic មានន័យថាយើងមិនចាំចុចទៀតទេវានឹងមានមុខងារទៅ Bluetooth ណាបាទនេះគឺជាការប្រើប្រាស់អញ្ចឹងយើងចាត់តាម search ឈ្មោះទូរស័ព្ទនេះទៅវាចេញឈ្មោះវាមកហើយបាទគឺបាទ IC Power បាទ FPU-T2 តោះឥឡូវយើងទៅមើលផ្នែកខាងក្រោយបាទនេះគឺជាផ្នែកខាងក្រោយបងប្អូនទាំងអស់គ្នាបាទផ្នែកខាងក្រោយនេះគឺវាមាន Volume Echo អញ្ចឹងមានន័យថាចង់សេរី Echo យើងមកសេរីខាងក្រោយវិញបាទតម្លើង Volume ឡើងមកបាទហើយនឹងកន្លែងនេះគឺកន្លែងសាកថ្មគឺប្រើលក្ខណៈដូចបាទគេហៅដូច Cap-C ណាដូចមុខខាងណាក៏ត្រូវដែរបាទហើយកម្លាំងរបស់វាគឺ 5V អញ្ចឹង 5V វាស្មើនឹងដូចទូរស័ព្ទធម្មតាហ្នឹងឯងបងអាចសាកបានឬក៏ប្រើ Power Bank ប្រើអីក៏សាកចូលដែរបាទហើយខាងនេះគឺប្រើ memory តូចយើងនេះបាទគេដាក់ TF card មានន័យថាមុខងារនៅខាងមុខមិញហ្នឹងដល់ពេលយើងដោតUSB memory ទៅវានឹងភ្លឺនៅកន្លែងមុខងារ TF ខាងមុខនេះមិញណាបាទនេះនឹងភ្លឺហើយនេះបាទហើយចំពោះនេះគឺ USB បាទកន្លែងរុននេះគឺរុន AUX រុនតូចកន្លែងនេះគឺរុន6លីបាទសម្រាប់បងបាទដែលគាត់ដាក់ microphone ថែមបាទដូចជា microphone ប្រភេទខ្សែចេះណាបាទនេះ microphone ប្រភេទខ្សែចេះអញ្ចឹងយើងដាក់ទៅបាទយើងដោតវាចូលតែម្ដងបាទអញ្ចឹងដល់ពេលបងបាទធ្វើការសេរី echo ខាងនេះត្រូវហើយយើងចង់តម្លើង microphone នេះខ្លាំងតម្លើងខាងនេះអានេះពាក់ព័ន្ធនឹងការច្រៀងគឺនៅខាងក្រោយតែម្ដងបាទអញ្ចឹងមុខងារខាងមុខមិញនេះបាទមុខងារខាងមុខនេះមិញអញ្ចឹងដល់ពេលដែលយើងអត់ទាន់ប្រើមុខងារអីមួយវា load Bluetooth auto ប៉ុន្តែបងដោតមុខងារណាមួយវានឹង load clear ហ្នឹងឧទាហរណ៍ថាឥឡូវបងអូនដោត AUX មួយណារុនតូចបាទខ្សែតូចរបស់យើងបាទនេះគឺខ្សែនេះយើងដោតចូលខ្លាច់បាទវានឹងភ្លឺអាមុខងារនឹងមួយបាទនេះភ្លឺឯងប៉ុន្តែអាកន្លែងមុខងារហ្នឹងដល់ពេលយើងដោតចូលមកគឺ Bluetooth អត់មានទេវាត្រូវដាច់ Bluetooth វិញណាអញ្ចឹងយើងត្រូវចាក់ direct ជាមួយនឹងខ្សែតែម្ដងបាទឧទាហរណ៍តែឥឡូវយើងដោតរុន mic មួយទៀតណាបាទយើងដោតនេះ mic រុនធំបន្ទាប់នឹងមិញណាយើងដោតទៅមើលវាភ្លឺកន្លែងនេះមួយទៀតទេបាទតោះយើងធ្វើការដោតបាទឥឡូវយើងដោតទៅខ្លាច់បាទដោតចឹងមកយើងទៅមើលខាងមុខនេះឃើញទេបាទអញ្ចឹងវាមានសញ្ញាវាអញ្ចឹងសម្រាប់សម្គាល់បាទអញ្ចឹងការប្រើប្រាស់នេះវាអត់មានអីច្រើនទេគ្រាន់តែថាចំណុចខ្លះបងគាត់ឆ្ងល់បាទឆ្ងល់ទៅគឺបងអូនពិបាកនឹងបញ្យល់ប្រាប់ដែរតើតែដាក់មកវីដេអូអញ្ចឹងទៅណានេះកម្លាំងវា60វ៉ាត់បាទ60វ៉ាត់ប្រភេទសាប់5អ៊ីងគុណ2បាទកម្លាំងថ្មដែលវាផ្ទុកបានគឺ2000មីលីអាំពែបាទ 5V នេះវាចេញឲ្យបាស 5V កម្លាំងផ្ទុក2000បាទអញ្ចឹងប្រភេទនេះគឺបាទលក្ខណៈថាងាយស្រួលបាទប្រើប្រាស់តូចល្មមមិនធ្ងន់បាទហើយបងគាត់យកទៅច្រៀងបានតម្លៃក៏សមរម្យអញ្ចឹងវាជាប្រភេទបាសមួយអាចហៅថាតូចខ្លឹមបាទតូចខ្លាំងតូចពិសេសបាទ